มีสู้แม่បងយ៉ាងម៉េចអ្នកកសិកម្មឆ្នាំនេះជោគជ័យមិនជោគជ័យបាទចំពោះខ្ញុំជោគជ័យបានប្រហែលជាបានចូល80-90%ឯដែរវាមិនបានមហាត់ដល់3តោនឬក៏4តោនទេបានត្រឹម2តោនកន្លះអីដោយសារតែនិយាយទៅដីនេះអាចបានមហាត់3តោនប៉ុន្តែមូលហេតុត្រង់ថាបើយើងនិយាយក្នុងដីវាទឹកជាំហើយនឹងដីដែលកំពុងរៀបចង់មានន័យថាដីមួយដីទឹកជាំមួយអត់ដីអត់ជាំទឹកអញ្ចឹងវាខុសកលិតគ្នាប្រហែលជា1តោនទៅ1តោនកន្លះបាទខុសច្រើនបាទដីដែលអត់ជាំទឹកគឺល្អជាងដីដែលជាំទឹកបាទយើងជំរុញនៅការធ្វើចន្ទីដីដែលជាំទឹកយើងត្រូវធ្វើក្នុងខែ5ខែ6ហ្នឹងឯងបាទធ្វើមិនចន្ទីអស់ក្នុងខែ6យើងចាប់ផ្ដើមតែងមេឃតែងអីបងប្អូនបាទតែងមេឃតែងអីហើយខ្ញុំគិតថាចន្ទីដែលអស់ក្នុងខែ6%មានដូចថាមានតិចបាទដោយសារតែអ្នកដែលធ្វើចន្ទីក្នុងខែហ្នឹងគឺអត់សូវបានអញ្ចឹងទៅអត់សូវបានពីដើមទីអញ្ចឹងទៅវាយឺតហើយវាអាចដល់ខែ6ទៅចូលចិត្តខែ7ពាក់កណ្ដាលខែ6បានវាអស់ចន្ទីដីជាំទឹកប៉ុន្តែទោះយ៉ាងម៉េចក៏យើងត្រូវធ្វើដីឲ្យស្អាតមុនដែរធ្វើដីស្អាតហើយយើងដាក់ជីដីក្នុងខែ6ទៅនឹងចំពោះចន្ទីជាំទឹកបើយើងចង់សោយគល់ក៏សោយទៅយើងចង់ដាក់ជីគ្រាប់ក៏ដាក់ទៅស្រេចចិត្តយើងគិតថាអ្វីដែលចំណាយអស់លុយតិចក្នុងខ្លួនយើងបាទហើយចំពោះខ្ញុំនេះដីនេះមហត្តា2តោនកន្លះបាទ2តោនកន្លះគឺដីលើទួលទេបងប្អូនវាដល់3តោនទេគឺមូលហេតុដែលវាដល់គឺចន្ទីវាមានទូចមានធំតែបើចន្ទីធំអាច3តោនកន្លះក្នុងឆ្នាំហ្នឹងបាទហើយជាក់ស្ដែងនៅពេលនេះគឺយើងចាប់ផ្ដើមតែងមេឃតែងអីឲ្យអស់ហើយបាទជីគឺយើងវាអត់បានដាក់អីទេប៉ុន្តែខ្ញុំបានបាច់អំបិលមួយវគ្គអំបិលហ្នឹងខ្ញុំដាក់អស់5 6B ទេក្នុងមួយហាត់ទៅតែចង់ស្ទើរផងប៉ុន្តែគាត់ថាខ្ញុំបាច់នេះគឺឲ្យដីវារៀងប្រែងបន្តិចហើយវាមានសំណើមដីគ្រប់គ្រាន់ឲ្យវាដងដើមយើងវាលូតលាស់ខៀវល្អហើយទីមួយទៀតយើងជួយកាត់បន្ថយកដាខ្លះបាទវាមិនបាន 100% ក៏បានខ្លះដែរអញ្ចឹងហើយដំណាក់កាលនេះតែយើងអត់ទាន់ដាក់ជីយកផ្លែផ្កាមូលហេតុត្រង់ថាយើងយកស្លឹកយកដើមវាទេចង់ឲ្យដាក់ឲ្យបានផ្លែផ្កាគឺយើងដាក់ក្នុងខែ8ខែ9អានឹងយើងដាក់យកផ្លែផ្កាតែហ្មងបាទចេញត្រួយចេញផ្លែចេញផ្កាហ្មងក្នុងខែនេះយើងដាក់ភាគច្រើនគឺយើងដាក់ទប់វាបាទទប់ដើម្បីឲ្យស្លឹកដងដើមវាល្អបាទវាយើងមិនដាក់យកផ្កាតែហ្មងទេយើងដាក់យកត្រួយក្នុងខែនេះដងដើមបាទលក្ខខណ្ឌនេះយើងចែកម្លែកដើម្បីឲ្យបងប្អូនដឹងពីចំណុចកសិកម្មបាទតើវាយ៉ាងម៉េចយើងបានផលបានជោគជ័យដូចថាទោះបីអាកាសធាតុវាពិបាកធ្វើបន្តិចប៉ុន្តែយើងនៅតែបានជោគជ័យបាទអញ្ចឹងហើយដែលគេដែលធ្វើមិនបានជោគជ័យគេអត់យល់អំពីកសិកម្មបាទអញ្ចឹងគេអត់សូវយល់អញ្ចឹងគេចេះធ្វើតាមគ្នាទៅវាបរាជ័យអញ្ចឹងមហាត់អាចបាន1តោននេះទេឬក៏800គីឡូទេនឹងបរាជ័យតែបើជោគជ័យគេអាចបានរហូតដល់2តោនទៅ3តោនហ្នឹងគេថាវាជោគជ័យហើយបាទ2តោនជាងទៅ3តោនគេជោគជ័យក្នុងមហាត់តែបើសិនជាយើងបានក្រោមមហាត់ក្រោម1តោនទេវាអត់ជោគជ័យទេបាទគឺវាអត់ជោគជ័យទេព្រោះអីចន្ទីពេលខ្លះយើងបាញ់ថាក៏យើងបានដែរតែ1តោននោះយើងមិនប្រឹងវាទេបាទហើយគណៈពេលនេះខ្ញុំឲ្យដើរមើលចន្ទីខ្ញុំតិចខ្ញុំរើសហើយក៏វាអស់ផ្លែដែរ2តោនជាងទៅ3តោនចិត្ត3តោនដែរអញ្ចឹងអានេះដែលយើងតែងមេឃបានវាមិនបានអត់ខ្ចោះទេប៉ុន្តែគិតថាវាសមរម្យបាទឥឡូវយើងដើរមើលបន្តិចបងប្អូននេះនេះយើងតែងមេឃចឹងវាប្រឡោះចលាកណ្ដាលចឹងខាងលើហ្នឹងវាមានប្រឡោះកណ្ដាលចឹងហើយវាយើងដើរមើលអស់តិចបាទ
ដើមនេះយើងតែងមេរៀងស្ទើផងត្រូវលក់ឲ្យខ្ពស់បន្តិចតែប៉ុណ្ណឹងចាប់ទុកថាសំរុំបាទយើងអាចឆ្លាស់បានមើលឃើញពលឺថ្ងៃគ្រប់គ្រាន់បាទលេខដែលយើងបានតែងហើយក្នុងខែ6ថ្ងៃទី20ម៉ាត់នេះបើជីគឺយើងបាច់អំបិលហើយទេយើងអត់តន់លេងជីខ្លាំងទេដោយសារតែចាំលេងក្នុងខែ8បញ្ចេញត្រួយបញ្ចេញការយកទៅមកបាទយើងមើលទៅវាជាក់ស្ដែងទេបាទសូមបញ្ជាក់បងប្អូនអាចទស្សនាវីដេអូខ្ញុំគឺធ្វើតាមខ្ញុំអត់ខុសទេគឺបទពិសោធន៍ខ្ញុំធ្លាប់មានច្រើនហើយការធ្វើចន្ទទីក្នុងខែ8នេះគឺយើងសំខាន់យើងពាក់កណ្ដាលខែ7ឯហ្នឹងយើងធ្វើដីឲ្យវាស្អាតតិចទេបាទធ្វើដីវាស្អាតអានេះខ្ញុំបាញ់ថ្នាំហើយនេះដីនេះអញ្ចឹងវាអត់សូវមានស្មៅប្រមាណទេមានអាស្លាស់ខាងនោះទេបាទអញ្ចឹងហើយក្នុងខែ8ចន្ទទីដីយើងធ្វើម៉េចត្រូវតែស្អាតបាទក្នុងខែ8ធ្វើម៉េចដីឲ្យស្អាតខាងក្រោមឲ្យស្ងួតទឹកឲ្យអស់បានយើងបញ្ចេញត្រួយលឿនបាទហើយបងប្អូនក្នុងខែ8ហ្នឹងបងប្អូនគួរតែដាក់អីខ្លះបាទនេះជាវីដេអូចែកម្លែកទេចែកម្លែកឲ្យបងប្អូនដឹងថាចាប់បានផលហើយមិនមែនហ្នឹងចង់បាននៅខ្លួនឯងមហាត់3តោនមានចែកម្លែកបងប្អូនគឺខ្ញុំចែកម្លែកតែបងប្អូនជួយ Subscribe ផងព្រោះវីដេអូខ្ញុំអត់មានបាននៃពីបងប្អូនទេគ្រាន់តែជួយ Subscribe បន្តិចបន្តួចទេបាទហើយមកវីដេអូអ្នកខ្លះគេលក់ជីគេមិនប្រាប់យើងទាំងត្រង់ទេវីដេអូខ្ញុំពីមុនខ្ញុំធ្លាប់លក់ជីតែឥឡូវខ្ញុំផ្អាកដោយសារមូលហេតុយើងគេនៅតលលុយដែរខ្ញុំជាលក់ក៏ប៉ុតមិនខ្វះទេជីលក់តែគ្រាន់ថាខ្ញុំចង់សម្រាកបន្តិចសិនហើយលើវការងារខាងក្រៅរត់ទៅរត់មកហើយចំណុចដែលយើងយកត្រួយក្នុងខែ8ឬពាក់កណ្ដាលខែ8នេះខ្ញុំគិតថាឆ្នាំ2000ចាប់ពីឆ្នាំ2026ដល់2027ខ្ញុំគិតថាអំឡុងដែលយកក្នុងខែ8ពាក់កណ្ដាលខែ8ហ្នឹងយកត្រួយយកផ្លែផ្កាហ្នឹងខែ9នេះហ្នឹងគឺខ្ញុំគិតថាល្អបាទកុំយកដល់ខែ10ពេកបងប្អូនយកដល់ខែ10វាបញ្ហានៅអាកាសធាតុក្តៅបាទអញ្ចឹងអត្រានៃការខូចខាតវាច្រើនលើសលុកបាទវាអាចនឹងនេះសូម្បីតែចន្ទទីខ្ញុំឆ្នាំហ្នឹងវាមិនសូវក្តៅផងក៏ចំណុចខ្លះក៏វាអន់ដែរវាមិនអន់អីទេគ្រាន់ថាចំណុចអាដីហ្នឹងដីមួយទៀតដីជាប់ទឹកគឺវាអន់ដែរវាអន់អីគឺវាអន់ផ្លែអាហ្នឹងមេឃមិនសូវក្តៅផងតម្រាំមេឃក្តៅទៀតយ៉ាងណាទៅបើចន្ទទីដីទួលខាងនេះគឺអត់មានអន់ទេទោះបីគេអន់ក៏ខ្ញុំអត់អន់ដែរជាប់ខ្ញុំគេអន់តែបើខ្ញុំនៅតែមហាត់2តោនជាង3តោនជាងដែរទេវាអត់អន់ទេគេមហាត់បានក្រោមខ្ញុំវាយអស់ហើយមហាត់1តោន200គីឡូឬក៏1តោនចុះក្រោមតាមនេះបាទព្រោះយើងនៅជាប់ជុំវិញនេះយើងដឹងអស់ហើយបាទយើងដឹងទាំងអស់ហើយចឹងហើយយើងយល់បងប្អូនយើងដឹងថាចន្ទទីឆ្នាំហ្នឹងវាខូចច្រើនអ្នកបាញ់ចម្រុះបរាជ័យអ្នកខ្លះបាញ់ទៅត្រូវទឹកភ្លៀងទឹកអីចឹងវាបរាជ័យបងប្អូនណាអញ្ចឹងវីដេអូនេះអត់ចង់ឲ្យវែងទេបានសូមប៉ុណ្ណឹងហើយបងប្អូនជួយ Subscribe ហើយវីដេអូខ្ញុំនេះបងប្អូនចង់ដឹងច្បាស់មានលេខទូរស័ព្ទខ្ញុំដែរនៅក្នុង YouTube ខ្ញុំនេះDara Cut ហ្នឹងបងប្អូនជួយ Subscribe ឬក៏ជួយចង់ដឹងច្បាស់យើងទេមកចង់បានចំណេះដឹងឬចន្ទទីយើងវាបានផលល្អទៅឆ្នាំក្រោយមហាតា3តោនឡើងដីខ្សាច់គឺយើងពិភាក្សាគ្នាទៅតាមហ្នឹងទៅបាទសូមជម្រាបលាបងប្អូនសុខសប្បាយទាំងអស់